Hello សួស្តីអ្នកនរនេះបាទជាងវិលត្រឡប់ជួបនាងតាមទីជាមួយនៅរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងឈុតភាគទី163នៃប៉ាទី3បន្តទៀតមុននឹងចូលដល់ស្អីរឿងមួយយើងខ្ញុំសូមអរគុណដល់បងផាន់បូរាវីមិនដឹងថាបងឬក៏ប្អូននោះទេដោយសារតែពេលនេះខ្ញុំអាយុ32 33ហើយបាទអញ្ចឹងខ្ញុំសូមហៅថាបងទៅចោះដោយសារថាអត់ស្គាល់អាយុហើយក៏អរគុណគាត់ដែលបានជួយលើកទឹកចិត្ត admin $1ផងដែរបើសិនជាគ្នាយើងចង់លើកទឹកចិត្ត admin អាចមើលតាមរយៈ QR code នៅលើអេក្រង់នេះក៏បានដែរតែពេលនេះដែរធ្វើការនិយាយអំពីបបិសោតរបស់ស៊ូសាន់ជីបើសិនបើពួកគេស្ថិតនៅឯអាណាចក្រសូយ៉ាន់ទ្រាការពូនស្ទាក់វិបហានឹងមិនអាចជោគជ័យឡើយដោយសារការឃ្លាំមើលដ៏តឹងរឹងលើកលែងតែពួកគេមានសមត្ថភាពដូចជាហូយ៉ាហាវដែលអាចលាក់បាំងមនុស្សមួយក្រុមនិងប្រើប្រាស់នៅធម្មពលអវកាសពួកគេលែងត្រូវការទុកនរណាម្នាក់នៅជួរមុខឧបករណ៍ពលឹងទៀតហើយដោយរងចាំរហូតដល់អាណាចក្រទូលីងមានស្ថិរភាពទើបបញ្ជូនអ្នកណាម្នាក់មកជោគគាត់វិញហូយ៉ាហាវបានចាប់ដៃថាងតងហោះឡើងទៅលើមេឃដេញតាមក្រុមវិស្វករពលឹងទាំងពីរដែលទើបតែចាក់ចេញការរកពលឹងរបស់ហូយ៉ាហាវមិនអាចគ្រប់រំដំពេញមួយប្រទេសទេតែការដេញតាមក្រុមទាំងពីរនេះមិនមែនជាបញ្ហាឡើយនៅខាងក្នុងទីក្រុងទូលីងផ្សែងនិងធូលីបានហុយពេញអាកាសខណៈដែលរាជវាំងភាគច្រើនត្រូវបានបំផ្លាញទីពីចំណុចកណ្ដាលដោយការវិបហាដ៏គួរឲ្យខ្លាចសល់តែជញ្ជាំងខាងក្រៅប៉ុណ្ណោះសំឡេងទ្រហោយំមាននៅគ្រប់ទិសទីហើយទីក្រុងទាំងមូលស្ថិតនៅក្នុងភាពវឹកវរកងទ័ពការពារទីក្រុងមិនតូចទេប៉ុន្តែពួកគេបានត្រឹមតែព្យាយាមរក្សានៅសណ្ដាប់ធ្នាប់ទាំងវង្វេងវង្វាន់ព្រោះការបំផ្លាញរាជវាំងបានធ្វើឲ្យប្រជាជនបាត់បង់ទីពឹងស៊ូសាន់ជីបាននាំនៅជាងណានជាគូជីណាន់ឈីឈីហើយនឹងជីជូឈិនមកដល់ក្រោមជញ្ជាំងទីក្រុងទូលីងពួកគេសម្លឹងមើលស្ថានភាពទីក្រុងដែលទឹកមុខកាន់តែខ្មៅងងឹតតាមពិតស៊ូសាន់ជីមិនត្រឹមតែមានឈាមជ័រជាប្រជាជននៃអាណាចក្រពលឹងមេឃីប៉ុណ្ណោះទេតែក៏មានឈាមជ័រអាណាចក្រទូលីងពាក់កណ្ដាលផងដែរព្រោះម្ដាយរបស់គាត់គឺជាព្រះនាងរបស់អាណាចក្រទូលីងជាប្អូនស្រីពៅរបស់អតីតអធិរាជនិងជាម្ដាយមីងរបស់អធិរាជបច្ចុប្បន្នគ្រួសាររាជវង្សអាណាចក្រទូលីងធ្លាប់បានប្រឆាំងយ៉ាងខ្លាំងនៅពេលម្ដាយរបស់គាត់រៀបការជាមួយនឹងឪពុកគាត់ម្ដាយគាត់ដែលជាព្រះនាងជាទីស្រឡាញ់បានលួចរត់តាមឪពុកគាត់ហើយពេលត្រឡប់មកវិញគឺមានស៊ូសាន់ជីរួចទៅហើយដោយសាររឿងនេះគ្រួសាររាជវង្សបានរើសអើងគ្រួសារស៊ូសាន់ជីដែរនេះជាអាថ៌កំបាំងដ៏ជ្រាលជ្រៅបំផុតសូម្បីតែជាងណានក៏មិនដឹងដែរស៊ូសាន់ជីមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងព្រោះទោះជាយ៉ាងណានេះគឺជាស្រុកកំណើតរបស់ម្ដាយគាត់ហើយគាត់ត្រូវតែទទួលខុសត្រូវស៊ូសាន់ជីបានសម្លឹងមើលទៅលើជញ្ជាំងទីក្រុងដែលកំពុងបិទជិតហើយមានទាហានជាមកាមយ៉ាងតឹងរឹងព្រមទាំងប្រុងប្រយ័ត្នខ្ពស់គាត់បានស្រែកឲ្យបើកទ្វារទាហានបានតម្រង់អាវុធនិងខ្សែធ្នូមកក្រោមហើយសួររកអត្តសញ្ញាណស៊ូសាន់ជីឆ្លើយថាពួកគេមកពីសាលាជ្រឹកដើម្បីជួយឧត្តមសេនីយ៍នៅលើជញ្ជាំងបានទាមទារភស្តុតាងស៊ូសាន់ជីបានបង្ហាញអំពីផ្លាកសញ្ញាសិស្សសាលាខាងក្នុងរបស់សាលាជ្រឹកនៅលើជញ្ជាំងក្រោយពិនិត្យផ្លាកបញ្ជាសញ្ញារួចទ្វារក្រុងក៏ត្រូវបានបើកឧត្តមសេនីយ៍ម្នាក់ក៏បានចេញមកទទួលពួកគេដោយក្តីគោរពយ៉ាងខ្លាំងព្រោះសិស្សមកពីសាលាជ្រឹកទោះបីជាក្មេងតែមានធម៌ពលខ្លាំងក្លាស៊ូសាន់ជីបានសួរអំពីស្ថានភាពនៅក្នុងទីក្រុងឧត្តមសេនីយ៍បានរៀបរាប់ទាំងក្តីសោកសៅថាសត្រូវវាប្រហារភ្លាមៗមកលើរាជវាំងដោយប្រើប្រាស់នៅកាភ្លើងសូលហ្គាសស្គីមសាថ្នាក់ទី9បង្កើតទៅជាដុំពន្លឺដ៏ធំហើយវាប្រហារទីតាំងសំខាន់ៗដែលធ្វើឲ្យកងទ័ពហើយនឹងក្រុមវិស្វករពលឹងរបស់ពួកគេស្លាប់យ៉ាងច្រើនស៊ូជីប្រាប់ឲ្យឧត្តមសេនីយ៍សហការយកកងទ័ពចូលទៅរក្សាសណ្ដាប់ធ្នាប់នៅក្នុងទីក្រុងដោយបញ្ជាក់ថាសត្រូវបានរុញច្រានចេញហើយដូច្នេះមិនចាំបាច់ជាមទ្វារទៀតទេឧត្តមសេនីយ៍បានបដិសេធមិនព្រមបោះបង់ភារកិច្ចជាមទ្វារឡើយស៊ូជីមិនបានបញ្ចូលច្រានទេគាត់បានដោះខ្សែកប្រាក់ចេញពីកបន្តោងខ្សែកពណ៌មាសមានត្បូង6គ្រាប់មានរូបរាងខុសៗគ្នាបង្កើតទៅជាពាក្យទូលីងនិងបញ្ចេញនៅធម្មពលពលឹងតិចៗឧត្តមសេនីយ៍ឃើញភ្លាមក៏លុតជង្គង់ហៅគាត់ថាព្រះអង្គម្ចាស់ដែលធ្វើឲ្យមិត្តភក្តិរបស់គាត់ភាពអើយ៉ាងខ្លាំងខ្សែកនេះគឺជានិមិត្តសញ្ញារាជវង្សដែលផ្ដល់ដោយអតីតអធិរាជគឺជាជីតារបស់គាត់ទៅឲ្យម្ដាយគាត់ដែលបញ្ជាក់អំពីឋានៈរបស់ម្ដាយគាត់គឺមិនអន់ជាងព្រះអង្គម្ចាស់ឡើយស៊ូជីបានពាក់ខ្សែកវិញហើយបញ្ជាឲ្យឧត្តមសេនីយ៍ដកកងទ័ពចូលទៅទីក្រុងដើម្បីបញ្ចប់ភាពវឹកវរឧត្តមសេនីយ៍ទទួលបាននូវក្តីសង្ឃឹមឡើងវិញហើយក៏បានដកនៅទាហាន1500នាក់ពីជញ្ជាំងក្រុងដើរតាមស៊ូជីចូលទៅក្នុងទីក្រុងនៅម្ខាងទៀតហូយ៉ាហាហើយនឹងថាងអូតុងបានតាមទាន់ក្រុមទាំងពីរហូយ៉ាហាក៏បានសរសើរការរៀបចំតម្រង់ហើយនឹងឧបករណ៍ពលឹងដំណររបស់អាណាចក្រសូយ៉ាន់ទ្រាថាងអូតុងគិតថាពិបាកនឹងកម្ចាត់ពួកគេណាព្រោះបើកងទ័ពសត្រូវរក្សានៅរនាំងការពារដំណររបស់ពួកគេអាកាសលួចវិប្រហាគឺស្ទើរតែស្មើសូន្យទោះមានការលាក់បាំងដ៏អត់កំបាំងក៏ដោយហូយ៉ាចង់សាកល្បងភាពអត់ធ្មត់របស់សត្រូវគាត់ក៏យកនៅកំភ្លើងធំខ្មៅមួយដើមចេញមកនេះគឺជា
កភ្លើងកណ្ដុងកំទេចថ្នាក់ទី7ដែលហួយហេបង្កើតឡើងដោយខ្លួនឯងមានធម្មពលវិវហាត្រឹមតែថ្នាក់ទី5ប៉ុន្តែត្រូវបានរចនាឡើងដើម្បីពង្រីកចម្ងាយបាញ់បានរហូតដល់10គីឡូម៉ែត្រការបាញ់បានឆ្ងាយបែបនេះគឺកម្រមានណាស់សូម្បីតែឈွန်ស៊ីវិនក៏ធ្លាប់សរសើរគាត់យ៉ាងខ្លាំងដែរមូលហេតុដែលគាត់បង្កើតវាគឺដើម្បីធ្វើជានុយទាក់ទាញសត្រូវដែលសារតែវាអាចប្រើប្រាស់ឡើងវិញបានជារឿយៗមិនដោយកំភ្លើងកណ្ដុងព្រលឹងស្ងៀមស្ងាត់ទេហួយហេបានបាញ់វាចេញគ្រាប់ភ្លើងបានហោះបង្កើតល្បឿនយ៉ាងលឿនទៅប៉ះនិងរនាំងការពារដំណររបស់សត្រូវហើយផ្ទុះឡើងមានពន្លឺពណ៌ក្រហមទឹកក្រូចដោយសារទើបតែត្រូវលួចវាប្រហារនិងបាត់បង់កម្លាំងជាច្រើនវិស្វករព្រលឹងទាំងអស់បានឆ្លើយតបភ្លាមៗដល់បង្កើននៅការការពាររបស់ពួកគេដល់កម្រិតអតិបរមាទាំងក្រុមធីរ៉ានបិសាចហើយនិងក្រុមនិករាជអាត្រេព្រមទាំងត្រៀមនៅឧបករណ៍ព្រលឹងការការពារដំណរដើម្បីវិបកស៊ីសៀនចិនហើយនិងស៊ូធានយានសង្កេតមើលប្រតិកម្មដ៏រហ័សនេះតែបញ្ហាគឺពួកគេរកមិនឃើញសត្រូវសោះការវិប្រហារនោះគ្រាន់តែជាគ្រាប់កាភ្លើងបំផ្ទុះធម្មតាដែលគ្មានគ្រោះថ្នាក់ពួកគេនៅត្រឹងរយៈពេល5នាទីដោយបើកនៅការការពារពេញទំហឹងតែសត្រូវនៅតែមិនបង្ហាញខ្លួនហួយហេកំពុងតែញញឹមចំអកហើយប្រាប់ថាងតងថាគាត់គ្រាន់តែចង់ប្រាប់សត្រូវថាគាត់នៅទីនោះដើម្បីឲ្យពួកគេប្រុងប្រយ័ត្ននិងតានតឹងជានិច្ចដើម្បីបឺតស្រូបធម្មពលរបស់ពួកគេហួយហេបញ្ជាក់ថាពួកគេត្រូវតែកាត់បន្ថយកម្លាំងវិស្វករព្រលឹងរបស់អាណាចក្រសូរ្យន្ទ្រាជាបន្តបន្ទាប់ទើបអាចធ្វើឲ្យអាណាចក្រនេះចុះខ្សោយបានមេបញ្ជាការទាំងពីរដឹងថាពួកគេចាញ់បោកសត្រូវទើបបន្តការហោះហើរប៉ុន្តែពួកគេមិនហ៊ានបំបែកតម្រង់ទេព្រោះដឹងថាហួយជាហៅហើយនឹងថាងតងខ្លាំងពេកការរក្សានៅរនាំងការពារដំណរបែបនេះស៊ីធម្មពលព្រលឹងយ៉ាងខ្លាំងពិសេសកូនទាហានរបស់ពួកគេទើបតែបញ្ចុតនៅឯទីក្រុងទូលីងនិងមិនទាន់បានសម្រាកស៊ីសៀនឈិនសន្និដ្ឋានថាសត្រូវចង់ធ្វើទុកបុកម្នេញពួកគេដូច្នេះជំរឿតែមួយគត់គឺត្រូវសន្សំធម្មពលហោះឲ្យឆ្ងាយពីទីក្រុងទូលីងរកកន្លែងដាច់ស្រយាលដើម្បីផ្លាស់ប្ដូរគ្នាសម្រាប់រវាងក្រុមទាំងពីរស៊ូធានយានយល់ព្រមតាមការសម្រេចចិត្តនេះហើយបញ្ជាឲ្យកងទ័ពបង្ការល្បឿនភ្លាមៗនោះហួយហេក៏បានបាញ់គ្រាប់បំផ្ទុះមួយគ្រាប់ទៀតប៉ះនឹងរនាំងការពារដោយសារតែភាពតានតឹងទាហានបានបញ្ចេញនៅការការពារដំណរម្ដងទៀតដោយមិនដឹងខ្លួនធ្វើឲ្យពួកគេត្រូវបន្ថយល្បឿនកូនទាហានចាប់ផ្ដើមខឹងនិងចង់វិបកតែស៊ីស៊ីនឈិនបានបញ្ជាឲ្យគ្រប់គ្នាស្ងប់ស្ងាត់តែឲ្យក្រុមនេះអធិរាជបិទនៅការការពារហើយក្រុមធីរ៉ានបិសាចបន្តការការពារតែមិនបែកខ្វល់ពីការវិប្រហារឡើយដើម្បីសន្សំធម្មពលស៊ីស៊ីនឈិនដឹងថាសត្រូវចង់ឲ្យពួកគេវិបកដើម្បីស៊ីធម្មពលហើយដោយសារតែសត្រូវមិនហ៊ានចូលវាប្រហារផ្ទាល់មានន័យថានេះជាការប្រកួតប្រជែងភាពអត់ធ្មត់ហួយហេពិតជាអត់ធ្មត់មែនគាត់បានបាញ់មួយគ្រាប់រៀងរាល់1ឬក៏2នាទីម្ដងដោយបដូរមុំជានិច្ចពីចម្ងាយ10គីឡូម៉ែត្រដែលជាចម្ងាយសុវត្ថិភាពបំផុតមិនអាចឲ្យសត្រូវកំណត់ទីតាំងបានក្រោយពីត្រូវរំខានអស់1ម៉ោងទាហានចាប់ផ្ដើមស៊ាំនឹងវាលេងបង្កើតការការពារហើយទាហានក្រុមនេះអធិរាជសំបីតែឈប់បញ្ចេញការការពារតែម្ដងព្រោះគិតថាវាត្រឹមតែជាការរំខានពេលឃើញសត្រូវទម្លាក់នៅការប្រុងប្រយ័ត្នហួយហេក៏ចាប់ផ្ដើមដកនៅកំភ្លើងចាស់ទុកហើយយកនៅកំភ្លើងព្រលឹងថ្មីមួយចេញមកកំភ្លើងនេះមានប្រវែងជាង3ម៉ែត្ររាងដូចលំពែងមានពណ៌បៃតងចាស់នៅចុងកំភ្លើងមានរន្ធខ្មៅតូចមួយលេចឡើងដែលជាបាតុភូតនៃការហែកលំហអាកាសដោយធម្មពលវិបហាខ្លាំងពេកហើយការរហែកនេះមិនបាត់ទៅវិញទេទាំងកតងសូម្បីតែមិនចូលអំពីឧបករណ៍ព្រលឹងក៏អាចទទួលអារម្មណ៍ដឹងពីភាពភ័យខ្លាចរបស់វាដែរហួយហេប្រើប្រាស់នៅការរកព្រលឹងរកមើលគោលដៅគឺវិស្វករព្រលឹងម្នាក់របស់ក្រុមនីអធិរាជដែលនៅក្នុងរង្វង់ខាងក្នុងកំពង់សម្រាកគាត់បានបញ្ញាបញ្ញាហោះចូលទៅជិតសត្រូវក្នុងចម្ងាយតិចជាង3គីឡូម៉ែត្ររួចបាញ់នៅពន្លឺពណ៌បៃតងចាស់នោះចេញកម្មពន្លឺនោះក៏បានទម្លុះនៅរនាំងការពារដំណរដោយងាយស្រួលបង្កើតទៅជារន្ធតូចមួយហើយបុកចំនឹកវិស្វករព្រលឹងនោះដោយផ្ទាល់រនាំងការពារអូតូម៉ាទិករបស់ទាហាននោះក៏ត្រូវបានកំទេចភ្លាមហើយរាងកាយរបស់គាត់ក៏ញ័រតិចមុននឹងត្រូវរំលាយក្លាយទៅជាចំណុចពណ៌បៃតងតូចរលាយបាត់ទៅក្នុងអាកាសទាំងស្រុងដោយមិនទាន់ទាំងបានស្រែកផងហួយហេបានរត់គេចខ្លួនបានស៊ីស៊ីនឈិននិងស៊ូធានយានស្រឡាំងកាំងនិងភ័យខ្លាចយ៉ាងខ្លាំងព្រោះពួកគេស្គាល់អាវុធនេះគឺជាកាភ្លើងសូលកាយថ្នាក់ទី9ដែលអាចរំលាយនៅរាល់ធម្មពលទាំងអស់ដូចជាក្រដាសដើម្បីរៀបរៀងវាបានទាមទារការពារដែលខ្លាំងជាងវា3ដងដែលសំបីតែវិស្វករព្រលឹងថ្នាក់ទី9ក៏មិនអាចរៀបរៀងបានដែរបើប្រើនៅរនាំងការពារដំណរឲ្យដល់កម្រិតខ្ពស់បំផុតបច្ចុប្បន្នក្រុមរបស់ពួកគេបាត់បង់មនុស្សជាង200នាក់ហើយមានតែពាក់កណ្ដាលកំពុងបើកនៅរនាំងការពារដូច្នេះពួកគេគ្មានអាការរៀបរៀងឡើយដើម្បីទប់ស្កាត់កុំឲ្យកងទ័ពបែកបាក់ដោយសារតែភាពភ័យខ្លាចស៊ីស៊ីនឈិនបានស្រែកភូតកុហកកងទ័ពដោយគ្មានរុញទាថាកំភ្លើងកណ្ដុងបំបែកថ្នាក់ទី9នេះអាចបាញ់បានតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់វិស្វករព្រលឹងថ្នាក់ទី9ស៊ូធីនឈិនមិនបានបញ្ឈប់គាត់ទេតែទឹកមុខគាត់កាន់តែខ្មៅងងឹតព្រោះគាត់ដឹងច្បាស់ថាសត្រូវមិនត្រឹមតែជា
Transcendent Tulu និងជា Ultimate Tulu ទេថែមទាំងមាននៅវិស្វករពលឹងថ្នាក់ទី9ចូលរួមទៀតដែលជារឿងដ៏គួរឲ្យរន្ធត់ហួសពីការរំពឹងទុករបស់ពួកគេសេរីមួយយើងក៏ស្លេតតែប៉ុណ្ណេះតែនេះចង់ទេសនាតទៀតដែរឬក៏អត់